ថ្ងៃវោកទឹកយ៉ាងត្រូវជាថ្ងៃទី28ខែមេសាឆ្នាំដែលល្អប្រសើរមានឆ្នាំម្សាញ់ជូរហើយនឹងរោងនិងអ្នកដែលត្រូវការធាតុមាសហើយនឹងទឹកកាន់តែល្អប្រសើរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នមានឆ្នាំខាលធាតុភ្លើងវ័យ41ឆ្នាំនិងខាលធាតុដីវ័យ29ឆ្នាំទិសដែលយើងគួរតែបំរុងបង្ការក្នុងករណីយើងចង់ជួសជុលស្វានដំបុកគ្រឹះមានទិសខាងកើតហើយនិងទិសខាងត្បូងចំពោះទិសល្អដែលយើងអាចធ្វើការចាប់លាបឬក៏បន្ទុះលាបបាននៅទិសខាងកើតទី2 90អង្សាដោយដាក់ទឹកមានចលនាយ៉ាងតិច60លីត្រម៉ោងដែលធ្វើទៅល្អប្រសើរចន្លោះពីម៉ោង7ទៅម៉ោង9ព្រឹកចំពោះថ្ងៃនេះផ្ទាល់យើងឃើញថាមានថាមពលល្អប្រសើរដែលជាថ្ងៃជោគជ័យក្នុងការដែលយើងចាប់លាបឬក៏បន្ទុះលាបឬក៏យើងធ្វើការសមាធិតាមបែបឈីមិនតុនជាយើងទទួលបានថាមពលខ្ពស់ជូនពរសំណាងល្អ